ទៅនៅក្នុងខេត្តបាត់ដំបងខ្ញុំឆ្លាញ់ផ្លូវនេះជាងទេផ្លូវពីស្តុបអណននេះឆ្ពោះទៅកាន់ខាងប្រាសាទភ្នំអណនគឺជាផ្លូវដែលគួរចង់រស់នៅមែនទែនវត្តកំពង់សីមាបងប្អូនគ្នាអូទេសភាពកន្លែងនេះក៏ស្រស់ស្អាតដែរនេះដើមត្នោតដើមស្លាធំជំនួយខ្ញុំស៊ូមើលបាទសូមជម្រាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពរាប់អានថ្ងៃនេះខ្ញុំធ្វើដំណើរចាប់ពីស្តុបបាណន់ឆ្ពោះទៅកាន់ផ្លូវទៅខាងបាណន់ពុកម៉ែបងប្អូនអស់គ្នាបាទនេះគឺជាទស្សនវិជ្ជាទាំងមូលតែម្ដងចឹងចង់ដឹងថាទស្សនវិជ្ជាខាងមុខមានសភាពយ៉ាងដូចម្ដេចតោះទៅតាមដានទស្សនាជាមួយខ្ញុំទាំងអស់គ្នាដោយចំណុចចាប់ផ្ដើមរបស់ខ្ញុំនេះឆ្ពោះពីស្តុបបាណន់ធ្វើដំណើរទៅខាងផ្លូវទៅបាណន់បាទខាងមុខនោះគឺជាផ្លូវ highway ហើយផ្លូវនេះផងដែរគឺយើងសង្កេតឃើញថាមានសភាពស្រស់ស្អាតខ្លាំងមែនទែនដោយសារតែរដ្ឋាភិបាលក៏ទើបតែកសាងថ្មីជួសជុលបន្ថែមទៀតអញ្ចឹងហ្នឹងហើយផ្លូវនេះធ្វើឲ្យដូចជាកាលពីបែរជាខែ2ខែ3ឆ្នាំ2024នេះ2025នេះខ្ញុំចាំអត់ច្បាស់ដែរបាទតែប្រហែលជាខែ2ខែ3ហ្នឹងឯងបាទគឺជាទស្សនវិជ្ជាទាំងមូលនេះខាងនេះគឺផ្ទះល្វែងបាទគឺទស្សនវិជ្ជាផ្ទះរបស់បងប្អូនយើងតាមដងផ្លូវនេះផងដែរគឺជាផ្លូវដែលផ្លូវទេសចរនិយាយចំទៅបងប្អូនទាំងអស់គ្នាគឺបងប្អូនដែលគាត់ចង់ធ្វើដំណើរទៅលេងខាងប្រាសាទភ្នំបាណន់គឺចេញពីទីរួមខេត្តមកដល់ផ្លូវបំបាយស្តុបបាណន់មិញហ្នឹងយើងឆ្ពោះមកពីខាងត្បូងនេះមកបាទហ្នឹងគឺយើងបានទៅដល់ខាងប្រាសាទភ្នំបាណន់ហើយនេះគឺជាផ្ទះល្វែងដែលគេអភិវឌ្ឍនិយាយទៅនៅខាងស្រុកបាណន់នេះគឺមានតំបន់ទេសចរច្រើនដែរហើយខាងនេះគឺពន្ធនាគារខេត្តបាត់ដំបងអ្នកនរគ្នាបាទថ្ងៃនេះបែរជាថ្ងៃដែលគេបើកឲ្យចូលសួរសុខទុក្ខអ្នកដែលជាប់ឃុំអញ្ចឹងមានមនុស្សច្រើនបាទនេះគឺជាទស្សនវិជ្ជាទាំងស្រុងផ្លូវឆ្ពោះទៅកាន់បាណន់ទៅបាណន់មានកន្លែងលេងកម្សាន្តច្រើនមានដូចជាប្រាសាទភ្នំបាណន់បើយើងហួសទៅខាងលើភ្នំបាណន់នោះទៀតគឺមានខាងចង្ហូតថ្មគឺជាកន្លែងដែលទឹកស្ទឹងហើយមានទឹកហូរកាត់ថ្មកាត់អីចឹងទៅមានខ្ចោះអង្គុយលេងមានអីសម្រាប់ឲ្យបងប្អូនយើងអង្គុយហូបភេសជ្ជៈឬក៏ម្ហូបអាហារអីនោះហើយមានទឹកសម្រាប់ងូតលេងហើយក៏មានដូចជាឡូរីបាទរថឡូរីជើងភ្នំបាណន់ក៏ជាតំបន់ដែលពេញនិយមផងដែរហើយមួយទៀតផ្ទះផ្កាបាទផ្ទះផ្កាហើយសួនតាពាំងបាយជូរក៏នៅរាប់តាមផ្លូវឆ្ពោះទៅកាន់ប្រាសាទភ្នំបាណន់នឹងផងដែរបាទនេះគឺជាទស្សនវិជ្ជាទាំងស្រុងនេះគឺកន្លែងលក់សំណង់ផ្លូវនេះធំទលាយល្អស្រួលធ្វើដំណើរយើងខាងរដ្ឋាភិបាលគាត់មានការប្រិយថ្មីអញ្ចឹងណាកាលពីមុនរៀងតូចជាងនេះតែឥឡូវបានធំស្រួលជាប្រវត្តិភ្ញៀវទេសចរដែលមកទស្សនាខេត្តបាត់ដំបងស្រួលក្នុងការធ្វើដំណើរផ្ទះនេះស្អាតគេដាក់លក់ពុកម៉ែបងប្អូនអស់គ្នា
ផ្លូវនេះគឺនេះមែនតើល្អមែនតើខាងមុខមានដូចជាការជួសជុលផ្លូវឬក៏ធ្វើអីចេះដាក់លូឬក៏ជួសជុលផ្លូវបងប្អូនអរគ្នាចាំមើលទៅដល់ខាងមុខដូចជាជីកបើមិនដាក់លូទេគឺខាងរដ្ឋកោទឹកគាត់ធ្វើការខាងនោះឥឡូវនេះខ្ញុំមកដល់ខាងភូមិកំពង់សីមាហើយទៅនៅក្នុងខេត្តបាត់ដំបងខ្ញុំស្រឡាញ់ផ្លូវនេះជាងគេផ្លូវពីស្តុបអនន្តនេះឆ្ពោះទៅកាន់ខាងប្រាសាទភ្នំអនន្តគឺជាផ្លូវដែលគួរចង់រស់នៅមែនទែនវត្តកំពង់សីមាបងប្អូនអរគ្នានេះប្រាសាទខ្លាំងវត្តកំពង់សីមាវត្តកំពង់សីមានេះនៅខាងស្ដាំដៃនោះខាងឆ្វេងដៃនោះគឺផ្លូវចុះទៅស្ទឹងនិយាយទៅមានរឿងរ៉ាវជាច្រើនដែលទាក់ទងនឹងវត្តកំពង់សីមានេះដែលធ្លាប់ដូចចាស់កតនានិទានដំណើរមកអញ្ចឹងណាគាត់ថាពីដើមឡើយហ្នឹងស្ទឹងសង្កែយើងសម្បូរសត្វក្រពើដែលមកពីខាងស្រុកលើបងប្អូនអរគ្នានៅពេលដែលទឹកជំនន់ធ្លាក់មកពីខាងលើហ្នឹងមានក្រពើមានអីចឹងទៅមកតាមទឹកដល់អញ្ចឹងឲ្យតែក្រពើដែលមកដល់ឆ្លងកាត់តាមស្ទឹងសង្កែមកដល់មុខវត្តកំពង់សីមាហ្នឹងគឺក្រពើហ្នឹងដឹងតែអណ្ដែតហើយដោយសារតែវត្តកំពង់សីមានេះគឺមានការបញ្ចុះអាថ័ន្តអញ្ចឹងមកដឹងតែមកដល់មុខវត្តកំពង់សីមាហ្នឹងគឺដឹងតែអណ្ដែតនៅលើទឹកហើយអញ្ចឹងជាប្រវត្តិដែលគាត់រស់នៅម្ដុំនេះគឺគាត់ឃើញច្រើនកាលពីជំនាន់មុនអញ្ចឹងបាទប្រហែលជារដ្ឋកោទឹកបងប្អូនទាំងអស់គ្នាអូទៅយោធំណាទៅយោទឹកនេះគឺពរអកនេះគឺជាកន្លែងអប់រំពធអប់រំផ្លូវចិត្តដែលមានព្រះអង្គសៀងហៃព្រះអង្គអ្នករៀបចំកសាងកន្លែងនេះចឹងតតាណាទៅមុខជាមួយខ្ញុំបន្តទៀតអូនេះដើមខ្ញុំឃើញដើមច័ន្ទការីស្រឡាញ់មែនតើមកដែរបងប្អូនអរគ្នាធំល្អពិសេសខែក្តៅទៅអូតិចល្អបានជាម្លប់និយាយទៅដើមឈើគឺល្អខែក្តៅបានជាម្លប់សម្រាប់ជ្រោកខែភ្លៀងពេលមិនភ្លៀងមកក៏យើងអាចជ្រោកទឹកភ្លៀងបានដែរបងប្អូនអរគ្នាខាងនោះស្ទឹងទឹកស្ទឹងមើលឃើញអត់បាទស្ទឹងសង្កែទឹកថ្លាល្អបាទមានអារម្មណ៍ថាផ្លូវខ្នល់នេះដូចជាគេស្រោចកស៊ូថែមទៀតយ៉ាងម៉េចទេជាសាមខ្មៅផ្ទះគាត់ស្អាតទៅដូចខ្ញុំនិយាយពីដើមមកអញ្ចឹងផ្លូវនេះគឺមានអារម្មណ៍ថាស្រស់ស្អាតគួរចង់រស់នៅតាមបដោយផ្លូវពីទីរួមខេត្តបាត់ដំបងឆ្ពោះទៅខាងប្រាសាទភ្នំអនន្តណា
cứ chôm mà đóng tức đây nó mắc miệng là ron ta cái chuyện từ chôm hay dạng tiết cứ sờ bộ tận nam đam đóng bỏ bong ôn dương không có ấy bong ôn này có thuộc nơi mà đóng khang cặp bông xì ma chơi tiêu bài đầm ram ấy nó cứ sắp tới chia phum cha hay bong ôn ngọt miệng chẳng sờ bộ tận nam chuyện từ chôm lỏ ô mà cật lộ xoài tôm lỏ này miền xoài tí xoài ấy tiệt nhưng thọt ní ở màu vài chia màu pi ấy bóng ổn ở nếu màu pi ngày tai mê ngày nay ở xây cái đài tới đây xa riêng sự tôm mày chẳng rô liền miền bộ tại mày khai prang chứ mình ở bộ phần này rồi chia mình liên tới tại bậc khai và xa ở chợ khơi mà này khơi mày miền bộ riêng khai đông trắng ta là nghe tích đằng tập liền ban ở đằng ở cái là nước nhưng mà nó là hai về ấy này được mong ổn được ở cái bàn thơi là dần chùa tới trắng tới hàng bàn nón bật đám tới không sầm tới bật với tới hàng rì tình không tinh nó chết là vậy lời hai vềនេះឡានរៀងលឿនចឹងយើងមកដល់ត្រង់នេះមុននឹងឆ្លងយើងត្រូវរៀងប្រយ័ត្នបន្តិចមើលឆ្វេងនៅស្ដាំគ្រោះថ្នាក់ច្រើនណាម្ដុំនេះហើយពេលមានគ្រោះថ្នាក់ម្ដងសុទ្ធតែធ្ងន់ធ្ងរតែម្ដងហើយខ្ញុំបានឆ្លងផ្លូវ highway ហើយแล้วបន្តដំណើរទៅមុខទៀតខាងនេះរោងចក្រសេះហោះរោងចក្រផលិតករបងប្អូនអរគ្នារោងចក្រនេះធំណារោងចក្រផលិតករអនាម័យតកដុំផ្ទះគាត់នេះទុកមានមនុស្សនៅស្មានថាអត់មានមនុស្សនៅមើលទៅឬស្ងប់ស្ងាត់នេះបងប្អូនអរគ្នានេះភូមិចាស់នេះឃើញយើងប្រឌិតសម្គាល់លើដើមដូងខ្ញុំនិយាយពីវីដេអូមុនមកអញ្ចឹងខ្ញុំឲ្យតែឃើញសម្គាល់ថាភូមិនេះតំបន់នេះជាភូមិចាស់យូរអីចឹងយើងមើលលើដើមឈើជាប្រភេទដើមដូងដើមត្នោតដើមស្លាដើមស្វាយធំហ្នឹងចាស់ហ្នឹងគឺជាភូមិដែលយូរហើយសូមសេរីកាមេរ៉ាបន្តិចសិនបងប្អូនអរគ្នាអូខេអូផ្ទះស្អាតខ្លាំងតែម្ដង2ជាន់ស្បោបងប្អូនយើងគាត់លក់ដូរតាមដងផ្លូវមែនទេផ្លូវឃើញផ្លូវស្អាតអីបងប្អូនអរគ្នាផ្លូវទឹមតែធ្វើឲ្យខែ2ខែ3ហ្នឹងតែពេលធ្វើផ្លូវហ្នឹងក៏មានការប៉ះពាល់ផងដែរទៅលើដើមកង្កោកបងប្អូនអរគ្នាកាលពីមុនឡើយផ្លូវនេះគឺសម្បូរទៅដោយដើមកង្កោកហើយដល់រដូវកាលខែ6ដើមខែ6ហ្នឹងខែពាក់កណ្ដាលចុងខែ5ហ្នឹងគឺការកង្កោកតាមដងផ្លូវនេះគឺរីកស្រស់ស្អាតខ្លាំងមែនទែនអ្នកណាដែលថាមិនល្បីមិនស្គាល់ផ្លូវមិនស្គាល់ថាផ្លូវទៅប្រាសាទភ្នំបំណន់ដែលមានការកង្កោកអោមសងខាងផ្លូវទេសភាពស្អាតខ្លាំងមែនទែនតែដោយសារមានការពង្រីកផ្លូវក៏មានបណ្ដាលឲ្យមានការប៉ះពាល់កាប់ដើមកង្កោកចោលច្រើននេះអង្គការ
តែជាធម្មតាទេបងប្អូនអរគ្នាការអភិវឌ្ឍតែតែមានការប៉ះពាល់ខ្លះក៏ប៉ុន្តែទៅដល់ខាងមុខដូចជាសង្កេតឃើញថាអាជ្ញាធរភូមិឃុំហ្នឹងគាត់មានការដាំដើមកង្កោកដែលប៉ះពាល់ដែលបានកាប់នឹងច្រើនផងដែរដាំឡើងវិញហ្នឹងអរគ្នាតែវានៅតូចតូចហើយជារយៈពេល3-4ឆ្នាំអីទៀតអាចធំទៅអាចមានទេសភាពស្រស់ស្អាតឡើងវិញផ្ទះសុំឈប់បន្តិចសិនសេរីកាមេរ៉ាដូចជាអូខេអត់ច្បាស់តែបងប្អូនជាទូទៅផ្លូវនេះផងដែរគឺមានសភាពអ៊ូអរប៉ុន្តែដោយសារខ្ញុំមករៀងពេលថ្ងៃអញ្ចឹងដៅបងប្អូនយើងគាត់អត់សូវធ្វើដំណើរនៅតាមផ្ទះតាមអីអញ្ចឹងណានេះផ្លូវពង្រីកមកដល់នេះគ្រោះទៅតែចាក់ថ្មីអត់ដឹងថាកម្រងគេចាក់ទៅដល់ណាទេចាក់ពីទីរួមខេត្តទៅដល់ប្រាសាទភ្នំបាណន់ឬក៏យ៉ាងណាតែបើថាចាក់ទៅដល់ប្រាសាទភ្នំបាណន់ឆ្ងាយដែរដូចជាខ្ទង់25គីឡូពីភ្នំបាណន់មកទីរួមខេត្តបាត់ដំបងហ្នឹងបងប្អូនអរគ្នាឥឡូវនេះខ្ញុំបានមកដល់វត្តសាច់ពោយវត្តសាច់ពោយបងប្អូនអរគ្នាសាច់ពោយខាងក្រៅវត្តហ្នឹងស្ទឹងបងប្អូនអរគ្នាទល់មុខវត្តផងដែរសាលារៀនសាលាបឋមសិក្សាសាច់ពោយតែផ្លូវនេះបើសិនជាបរិយរហូតដល់តែតាមខ្ញុំគិតតែជាអាចថាកម្រងបរិយរហូតដល់ប្រាសាទភ្នំបាណន់ថាបរិយទៅដល់ហ្នឹងគឺល្អខ្លាំងមែនទែនតែស្ដាយនៅតែនិយាយស្ដាយក្នុងការកាប់ដើមកង្កោកព្រោះដើមកង្កោកហ្នឹងពេលផ្កាស្រស់ស្អាតហើយវាថាជួយលើកសម្រស់ភូមិស្រុកមួយកម្រិតហើយក៏ជាចំណុចមួយដែលទាក់ទាញភ្ញៀវទេសចរចាប់អារម្មណ៍ផងដែរតែសង្ឃឹមថាអាជ្ញាធរភូមិឃុំគាត់មានការដឹកនាំប្រជាពលរដ្ឋដាំឡើងវិញតែទៅខាងមុខបងប្អូនអរគ្នាដូចជាមកដុំភូមិអីទេខ្ញុំអត់ច្បាស់ខ្ញុំជិះថ្ងៃមុនឃើញដែរគឺមានការដាក់ដាំឡើងវិញដែរស្រស់ស្អាតផ្លូវនេះដូចខ្ញុំនិយាយខ្ញុំចង់រស់នៅខ្លាំងមែនទែនជាតិចទៅជុំអូកញ្ចប់បាយមានបាយមាន់ស្រែនោះគាត់លក់តំណងណាបើសិនជាបងប្អូនជិះកាត់ផ្លូវនេះអាចចូលមកភ្លក់អាហារគាត់បានពោះគាត់សាច់ពោយបន្តិចនៅស្នាមដៃតែខ្ញុំអត់តាន់បានភ្លក់រសជាតិដែរដល់រសជាតិយ៉ាងម៉េចទេផ្ទះបដុំនេះស្អាតណាធំផ្ទះទំធ្វើឥឡូវមកដល់កំពង់ឆ្លងហើយសាលាបឋមសិក្សាកំពង់ឆ្លង
អត់សូវហ៊ានជិះកដាលេដោយសារផ្លូវតូចចឹងជិះទៀនរៀងផ្លូវរៀងលាក់តិចភ្នំបន្នន់ណាអ្នកនរគ្នាមើលឃើញអត់ទេនោះយើងមើលចាប់ពីនេះទៅឃើញភ្នំបន្នន់មើលខ្ញុំស៊ូមមកឲ្យបងប្អូនអរគ្នាមើលនោះឃើញបាទភ្នំបន្នន់ឡានស្គរឡានធំដែរឡានទឹកដីតែរដូវនេះសបោឡានដឹកដីតាមភូមិដោយសាររដូវប្រាំងដឹកដីចាក់តាមផ្ទះតាមដីចកាស្អាតផ្លូវនេះជួយចូលដូចជាដល់បរិយារៀងលឿនដែរបងប្អូនអរគ្នាដូចជាខ្ញុំមកប្រហែលជាខែមុនដូចជាអត់តន់ចាក់មកដល់នេះទេឥឡូវចាក់មកដល់នេះហើយទៅរីកមកដល់នេះផ្ទះខ្ញុំអមនេះស្អាតច្រើនគុំទៅកសាងផ្ទះសំណាក់ឈើទាលអូមកដល់នេះមានទស្សនៈទៀតនេះតែអត់ដែរចាប់អារម្មណ៍មើលនៅខាងក្នុងផុតពីកំពង់ឆ្លងឥឡូវយើងមកដល់ភូមិឈើទាលហើយខាងមុខផ្សារឈើទាលពុកឲ្យបងប្អូនអរគ្នាជាប្រវត្តិយើងតាមដងផ្លូវខាងឈើទាលនេះស្អាតផ្សារឈើទាលនេះក៏ធំគួរសមដែរផ្លូវខាងមុខរៀងពិបាកភាសាពង្រីកផ្លូវបងប្អូនគ្រឿងចាក់កំពុងធ្វើការប្រឹងផ្លូវដល់ផ្សារឈើទាលធំនេះវត្តឈើទាលខាងទ្វារចូលវត្តឈើទាលបងប្អូនអរគ្នាផ្សារវីដេអូនេះផងដែរផ្ញើជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនៅឆ្ងាយបងប្អូនទាំងអស់គ្នាដែលនៅក្រៅពីខេត្តបាត់ដំបងចង់មើលទស្សនវិជ្ជានៅតាមដងផ្លូវអញ្ចឹងអាចទស្សនាវីដេអូខ្ញុំបានទស្សនវិជ្ជានៅតាមខេត្តដងផ្លូវតាមខេត្តបាត់ដំបងមានសភាពយ៉ាងដូចម្ដេចជីវភាពការរស់នៅផ្ទះសម្បែងផ្លូវថ្នល់យ៉ាងដូចម្ដេចអាចទស្សនាវីដេអូនេះបានហើយយ៉ាងទៀតក៏ផ្ញើជូនដល់ពុកម៉ែបងប្អូនអរគ្នាដែលនៅក្រៅប្រទេសកម្ពុជាដែលពលករធ្វើចំណាក់ស្រុកហើយបងប្អូនខ្មែរដែលនៅក្រៅប្រទេសទៅរស់នៅក្រៅប្រទេសអាចមើលក្នុងនឹករលឹកបាននេះសាលាបឋមសិក្សាឈើទាលហើយខាងនេះអនុវិទ្យាល័យឈើទាលអាចទស្សនាវីដេអូនេះបានដើម្បីបំបត្តិភាពអបសុខបំបត្តិភាពនឹករលឹកភូមិស្រុកនេះខ្ញុំឆ្លាញ់ទេសភាពកន្លែងនេះជាងគេពុកម៉ែបងប្អូនអរគ្នាបើសិនជាមានទឹកក៏ស្រស់ស្អាតឡើងមែនតើខាងនេះដូចជាបាំងនេះខ្ញុំឆ្លាញ់មែនតើមកប្លង់នេះពេលខែវស្សាមានទឹកទៀតស្រស់ស្អាតខាងនោះគឺភ្នំសពៅយើងមើលពីខាងឈើទាលនេះទៅឃើញនេះភ្នំសពៅពុកម៉ែបងប្អូនអរគ្នានោះមើលឃើញឬអត់ខ្ញុំស៊ូមឲ្យមើលហើយចំណុចស្មៅខៀវខាងមុខហ្នឹងគឺជាបឹងតែនេះជាខែប្រាំងរីងទឹកអស់
ហើយភាសាមានទឹកស្រស់ស្អាតហើយ background ភ្នំសំពៅនៅខាងក្រៅទៀតស្រស់ស្អាតខ្លាំងមែនទែនខ្ញុំស៊ូមឲ្យមើលម្ដងទៀតណាបាទឥឡូវបន្តដំណើរជាមួយខ្ញុំទៅខាងមុខបន្តទៀតនេះដើមឈើត្រូវបានកាប់ដោយសារយើងធ្វើការពង្រីកផ្លូវហើយសង្ឃឹមដូចនិយាយដែរចឹងសំណូមពរអាជ្ញាធរភូមិឃុំស្រុកដឹកនាំជាបរិបទយើងដាំដើមកង្កោកឡើងវិញទៅស្រស់ស្អាតដោយសារតែមានការពង្រីកផ្លូវអញ្ចឹងយើងមានការកាប់ដើមឈើសងខាងផ្លូវវាបណ្ដាលឲ្យផ្លូវនេះបាត់បង់សម្ព័ន្ធភាពមួយកម្រិតកាលពីមុនឡើយដើមឈើនៅអមសងខាងផ្លូវនេះគឺពេលយើងជិះកាត់តិចហើយទៅមានសម្រស់ស្រស់ស្អាតតែដូចនិយាយដែរអញ្ចឹងការអភិវឌ្ឍតែមានការប៉ះពាល់ហើយអញ្ចឹងយើងអភិវឌ្ឍសិនទៅពង្រីកផ្លូវសិនទៅបន្តមកការដាំកូនឈើដាំដើមឈើឡើងវិញនេះវាជារឿងមួយក្រោយទេអញ្ចឹងយើងអាចចំណាយពេលទៅរយៈពេល 3-4 ឆ្នាំក្រោយអាចសម្រស់ផ្លូវនេះល្អឡើងវិញឃ្លាំងអីមិនមែនឃ្លាំងបងប្អូនអរគ្នាផ្ទះដីគេប៉ុន្តែគាត់លបងធំណាដីអ្នកមានតែម្ដងផ្ទះនេះក៏ដាំផ្កាមុខផ្ទះស្អាតផ្លូវនេះដូចជាចុះទៅខាងមាត់ស្ទឹងនោះភូមិដើមឈើដើមស្លាឡានក្រុងមកពីខាងណាចេះមកពីខាងបណ្ណន់ហ្នឹងទឹកបឹងឡានក្រុងក៏ជាទេសចរបែរជាមកពីលេខខាងបណ្ណន់ទឹកបឹងពេលខែវស្សាមានទឹកស្រស់ស្អាតពុកម៉ែបងប្អូនអរគ្នាអូទេសភាពកន្លែងនេះក៏ស្រស់ស្អាតដែរនេះដើមត្នោតដើមស្លាធំជំនួយខ្ញុំស៊ូមើលនេះដើមឈើធំខាងនោះមានដើមស្លានេះដើមស្លាដើមដូងបន្តដំណើរទៅមុខជាមួយខ្ញុំទៀតផ្ទះនេះកាយឡើងដល់ចិត្តដល់មុខផ្ទះកាយបរិចផ្លូវកន្លែងនេះឃ្លាំងអីធំរោងម៉ាស៊ីនកាន់ស្រូវពុកម៉ែបងប្អូនអរគ្នាអត់សូវហ៊ានជិះចូលកណ្ដាលដោយសារយើងថតកាន់ទូរស័ព្ទថតផងជិះកណ្ដាលផ្លូវវាតូចផងយើងអត់នេះគេហៅផ្សារឈើទាលបងប្អូនអរគ្នានេះនោះប៉ុកនគរបាលឈើទាលហើយខាងក្នុងនោះផ្សារពុកម៉ែបងប្អូនអរគ្នាពេលព្រឹកគេលក់ម្ដងតែផ្សារនេះពេលល្ងាចគឺបងប្អូនអាជីវករយើងលក់ច្រើនណាមនុស្សឡើងពេញនិយាយឡើងខុសពីផ្សារផ្សេងអាថ្មនេះអត់តាន់មានអ្នកលក់មកឲ្យចាំមើលល្ងាចឡើងរបៀបថាដូចផ្សាររាត្រីគាត់លក់ច្រើននេះផ្សារក្នុងនេះបែបបងប្អូនអរគ្នាហើយគេហៅផ្សារឈើទាល
ខ្ញុំផ្ដិតយករូបភាពទាំងអស់នេះគឺចង់ចែកលេខជូនបងប្អូនដែលធ្វើការចំណាក់ស្រុកឆ្ងាយពីមាតុប្រទេសទៅរស់នៅស្រុកក្រៅទៅធ្វើការហើយយ៉ាងទៀតក៏ចែកម្លែកដល់បងប្អូនទាំងអស់គ្នាដែលរស់នៅក្រៅពីខេត្តបាត់ដំបងចង់ស្គាល់ពីការរស់នៅទឹកជាតិតាមដងផ្លូវសម្រាប់ភូមិស្រុកយ៉ាងម៉េចខេត្តនីមួយអាចទស្សនាវីដេអូនេះបានបើនិយាយមើលនិយាយទៅត្បិតតែយើងរស់នៅក្នុងប្រទេសកម្ពុជាតែមួយមែនក៏ប៉ុន្តែខុសគ្នាទំនៀមទម្លាប់ការរស់នៅក្បាច់ក្បូរការសង់ផ្ទះម៉ូតផ្ទះអីហ្នឹងគឺខុសឆ្ងាយពីអាចថាខុសឆ្ងាយពីគ្នាតាមបណ្ដាខេត្តផ្សេងគឺអត់ដូចគ្នាទាំងស្រុងទេគ្រាន់តែយើងប្រើភាសាទំនៀមទម្លាប់អីតែមួយនេះទំនប់ហៀទឹកតែអត់មានទឹកទេពុកម៉ែបងប្អូនអស់គ្នារីងអស់ភាសាខែប្រាំងខាងនោះស្ទឹងសង្កែផ្លិតចុះទៅស្ទឹងនេះទៅភូមិនេះដើមមានមិនតិចឆ្នាំទេសម្រាប់បានគាត់នេះមានលក់ភូមិជទាលនេះគឺជាភូមិដែលគួរចង់រស់នៅខាងនោះទេដោយសារសម្បូរដំណាំដាំដុះបន្លែបកាត្រីសាច់អញ្ចឹងណាបងប្អូនអរគ្នានេះមានលក់សេម៉នច្រឡំសេម៉នមកចង់ផ្លេចគេហៅតែអីទៅចឹងមកផ្លែកលែនពុកម៉ែបងប្អូនអស់គ្នាបងប្អូនជាប្រដ្ឋយើងក៏នេះលក់ផ្លែសេម៉នខែផ្លែកលែនលក់ច្រើនតាមដងផ្លូវនេះអត់ដឹងថាគាត់យកមកពីខាងណាទេមិនដឹងថាដាំបាននៅក្នុងភូមិឃុំនេះឬក៏គាត់ទិញមកពីខាងណាដែរទេលក់ច្រើនបងប្អូនអរគ្នាខុសពីសាច់ស្ទាលតិចមកយើងបាននៅឃើញផ្លែកលែននេះខ្ញុំអាចគិតថាគាត់អាចយកមកពីខាងចកាសរោងពុកម៉ែបងប្អូនអរគ្នាចំការសំរោងមានចកាកលែនច្រើនមានកលែនមានភ្ញៀវមានតបែកលក់ច្រើនខ្លាំងមែនទេនេះតាមដងផ្លូវបងប្អូនយើងគាត់នេះឈប់ទិញនេះកូនក្មេងចុចស្ផ្លេឡាននេះមើលល្អខ្លាំងមែនទេហ្មងនេះកលែនខ្ញុំអាចគិតតែដូចជានៅខាងជាទៀននេះមិនមានដើមកលែនទេឬក៏មានខ្ញុំអត់ច្បាស់ដែរបើសិនជាពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះអ្នករស់នៅភូមិជាទៀននេះជួយប្រាប់ខ្ញុំផងថាភូមិជាទៀនយើងនេះមានផ្លែមានដើមកលែនផ្លែកលែនអត់តែតាមខ្ញុំគិតផ្លែកលែននេះគឺបងប្អូនយើងគាត់យកមកពីខាងចកាសរោងចំការសម្រោងមានចំការកលែនច្រើនដែរហើយដើមធំដាំយូរឆ្នាំហើយតែបើឈើទាលស្រុកអភូមិឈើទាលខាងស្រុកបណ្ណនេះសម្បូរដូចជាក្រូចស្វាយស្អំបន្លែហើយបន្លែសឹងគ្រប់មុខក៏ដាំតាមដងស្ទឹងពុកម៉ែបងប្អូនអរគ្នាដោយសារសម្បូរទឹកពីដងស្ទឹងសកាយើងហ្នឹងហើយភៀវតបែកក៏សម្បូរដែរខាងឈើទាលនេះមកពួកគាត់លក់សម្បូរកលែនផ្លែកលែនហ្មងដូចជាមកដល់ដូចជាខាងមុខបងប្អូនអរគ្នាមកកន្លែងលក់កឡាននេះគាត់លក់ក្រូចក្រូចខ្លងក្រូចពោធិ៍សាត់
ដូចជាខាងមុខគឺមានការបងប្អូនយើងជាតំបន់ចិត្តភូមិបាយតារាមឈើទាលភូមិឈើទាលជាប់នឹងភូមិបាយតារាមហ្នឹងគឺបងប្អូនយើងគាត់នេះធ្វើកលានច្រើនកលានខ្ញុំធ្លាប់ទិញហូបឆ្ងាញ់កលាននៅខាងឈើទាលនេះម្ដងនេះគេហៅបត់សាលាពុកម៉ែបងប្អូនអរគ្នាឥឡូវយើងដូចជាផុតភូមិឈើទាលហើយឥឡូវមកដល់ខាងភូមិបត់សាលាខាងសាលាបឋមសិក្សាបត់សាលាแล้วต่อตนาទៅមុខទៀតគេដាក់បកោសាជីនេះគឺដាក់មិនជួសជុលផ្លូវណាពុកម៉ែបងប្អូនគ្នាទៅដាក់មុខសាលារៀនដើម្បីឲ្យអ្នកបើកបរហ្នឹងគាត់បន្ថយល្បឿនឲ្យសិស្សសាលាគាត់ចេញពេលរៀនចេញអីចឹងទៅឲ្យមានការប្រុងប្រយ័ត្នល្អម្យ៉ាងដែរម្ដងនេះផ្លូវអត់តាន់បរិចមកដល់ភូមិបត់សាលានេះទៅបរិចផ្លូវដូចជាត្រឹមឈើទីលមិញឥឡូវនេះខ្ញុំបានមកដល់ផ្ទះផ្កាអីពុកម៉ែបងប្អូនអរគ្នានេះផ្ទះផ្កាតែផ្កាមានអត់ទេនៅមានតាគាត់លក់ក្រូចលក់ស្វាយតបែកនៅមុខនេះផ្ទះផ្កាពុកម៉ែបងប្អូនអរគ្នានេះបាទហើយនៅខាងក្នុងនោះនេះហើយផ្ទះផ្កាសបោភ្ញៀវទេសចរគាត់មកលេងដែរមកថតរូបមកអីចឹងណាតែរដូវប្រាំងអត់សូវស្អាតទេដោយសារនិយាយទៅធម្មជាតិរដូវប្រាំងវារៀងក្រៀមក្រោះបន្តិចខែវស្សាស្អាតដោយសារមានភ្លៀងមានអីចឹងផ្នែកស្វាយម្ដុំនេះស្អាតដើមស្វាយពុកម៉ែបងប្អូនអរគ្នានេះដល់ខាងឆ្វេងខាងស្ដាំដៃនេះចកាផ្ទាំងដៃជូរនេះតែដូចជាអត់សូវល្អចកាផ្ទាំងដៃជូរបន្តទៅមុខទៀតដូចខ្ញុំជម្រាបជូនពុកម៉ែបងប្អូនអស់គ្នាអញ្ចឹងម្ដងនេះគឺជាភូមិចាស់គួរឲ្យចង់រស់នៅមិនមកទេសភាពដើមឈើព្រៃព្រឹក្សាសម្បូរសត្វតំណាំហូបផ្លែតែម្ដងតាមដងផ្លូវនេះដូចខ្ញុំជម្រាបជូនពីវីដេអូមុនទេអ្នកទឹកបើត្រូវប៉ាន់ណាខែប្រាំងនេះខែក្តៅបាទពុកម៉ែបងប្អូនអរគ្នានិងទូទស្សនិកជនដែលបានតាមដានវីដេអូរបស់ខ្ញុំសូមបិទបញ្ចប់វីដេអូរបស់ខ្ញុំត្រឹមប៉ុណ្ណេះសិនដោយសារតែនាទីដូចជារៀងច្រើនដែរហើយចាំតាមដានទស្សនាវីដេអូទី2នៅលើដងផ្លូវឆ្ពោះទៅកាន់ប្រាសាទភ្នំបន្ទាន់តទៀតហើយក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខរកស្ទីទទួលទានមានបានសុខភាពល្អអរគុណដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំសូមជួយចុច like ចុច subscribe និង comment ក្នុងវីដេអូរបស់ខ្ញុំម្នាក់មួយផងហើយក៏សូមអភ័យទោសផងចំពោះពាក្យពេចន៍និងកាយវិការកំហុសខុសឆ្គងឬក៏វីដេអូថតមិនបានច្បាស់សូមមេត្តាអធិស្ឋានផងអរគុណច្រើនជម្រាបលារងចាំតាមដានទស្សនាវីដេអូភាគ2បន្តទៀតអរគុណបាទ